Welcome to the Voice of America in Kamai. Direct from Washington, the Voice of America, VOA. សួស្តីអស់លោកអ្នកស្ដាប់ជាទីមេត្រីនៅក្នុងកម្មវិធីផ្សាយតាមវិទ្យុរបស់ VOA នៅព្រឹកថ្ងៃច័ន្ទទី20ខែមករាឆ្នាំ2025នេះខ្ញុំហុងចិន្តានិងសហការីក្រុមផ្សាយជាកាមេរ៉ាភាសានៃ VOA សូមស្វាគមន៍អស់លោកអ្នកស្ដាប់ពីរដ្ឋធានី Washington នៅក្នុងការផ្សាយរបស់ VOA នៅព្រឹកនេះយើងខ្ញុំមានសេចក្តីរាយការណ៍អំពីគម្រោងសិល្បៈនៅស្ថានីយ៍រថភ្លើងក្រោមដីក្នុងទីក្រុងញូវយ៉កអនុញ្ញាតឲ្យអ្នកជិះចែករំលែកកង្វល់ក្តីសង្ឃឹមនិងសុបិនរបាយការណ៍ថ្មីបានឲ្យដឹងថាគម្រោងវិនិយោគឆ្នាំ2024នៅកម្ពុជាកើនឡើងជាង 50% ហើយចិនឈរលេខរៀងទី1និងបទសភា VOA ប្រចាំខែស្ដីពីសម្លេងចំនួនថ្មីជាមួយកញ្ញាសុកសាភាប្រធានក្រុមប្រឹក្សាយុវជនឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក AYC ចំនួនទី13អស់លោកអ្នកនាងកំពុងតែស្ដាប់ការផ្សាយរបស់ VOA ពីរដ្ឋធានី Washington អ្នករស់នៅទីក្រុងញូវយ៉ករកឃើញកន្លែងបញ្ចេញអារម្មណ៍របស់ខ្លួននៅកន្លែងដែលខុសធម្មតាមួយគឺនៅលើជញ្ជាំងស្ថានីយ៍រថភ្លើងក្រោមដីមួយកន្លែងគម្រោងសិល្បៈសាធារណៈមួយដែលហៅថា Subway Therapy អាចឲ្យមនុស្សម្នាចែករំលែកគំនិតនិងអារម្មណ៍របស់ពួកគេតាមរយៈការសរសេរពីក្តីសង្ឃឹមបញ្ហាខកបារម្ភនិងការឆ្លុះបញ្ចាំង